ជារឿងកម្រដែលសមាជិកសភាកូរ៉េខាងត្បូងបានថ្លែងការពីកូរ៉េខាងជើងថាប្រទេសក្បែរខាងធ្លាប់ជាបងប្អូនបង្កើតជាមួយគ្នានេះមិនបានលួចបញ្ជូនអាវុធឲ្យអ៊ីរ៉ង់នោះទេការអាងនេះធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ថាសាធារណរដ្ឋអ៊ីស្លាមមួយនេះកំពុងប្រើអាវុធកូរ៉េខាងជើងធ្វើសង្គ្រាមជាមួយអាមេរិកនិងអ៊ីស្រាអែលអ្នកជំនាញភូមិសាស្ត្រនយោបាយនៅអាមេរិកលោក Bruce Bechtold បានប្រាប់ Fox News ថាផ្នែកសំខាន់នៃឃ្លាំងអាវុធមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ត្រូវបានទិញដោយផ្ទាល់ពីកូរ៉េខាងជើងលោកថាមីស៊ីលផ្លោងរយៈចម្ងាយខ្លីដែលអ៊ីរ៉ង់បានបាញ់ឆ្ពោះទៅរកគោលដៅរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋជើងសមុទ្រជិតខាងគឺពឹងផ្អែកទៅលើប្រព័ន្ធ QIAM ដែលត្រូវបានផលិតឡើងដោយមានជំនួយពីកូរ៉េខាងជើងលោកបន្ថែមថាសូម្បីតែមីស៊ីល Shahad 3ថ្មីរបស់អ៊ីរ៉ង់ក៏ស្ទើរតែដូចគ្នាទៅនឹងមីស៊ីល Nodong របស់កូរ៉េខាងជើងផងដែរយ៉ាងណាទីភ្នាក់ងារស៊ើបការសម្ងាត់ជាតិរបស់កូរ៉េខាងត្បូងហៅកាត់ថា NIS បានបញ្ចេញរបាយការណ៍ចុងក្រោយកាលពីថ្ងៃច័ន្ទថាកូរ៉េខាងជើងមិនបានបញ្ជូនអាវុធទៅឲ្យប្រទេសអ៊ីរ៉ង់តទៅសោះចាប់តាំងពីចំនួនបានចាប់ផ្ដើមផ្ទុះឡើងនៅថ្ងៃទី28ខែកុម្ភៈទីក្រុងសេអ៊ូលយល់ថាកូរ៉េខាងជើងចង់នៅឲ្យឆ្ងាយពីប្រទេសអ៊ីរ៉ង់ខណៈដែលក្នុងពេលផ្ទុះសង្គ្រាមនេះដើម្បីទុកជាការបើកទ្វារចំហសម្រាប់កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកបើតាម The Japan Times កូរ៉េខាងជើងមិនបានចេញលិខិតរំលែកទុកជាសាធារណៈចំពោះការស្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិកនោះដែរជាមួយគ្នានេះទីក្រុងព្យុងយ៉ាងក៏មិនបានផ្ញើសារអបអរសាទរនៅពេលដែលកូនប្រុសរបស់លោក Ali Khamenei គឺលោក Mojtaba Khamenei ត្រូវបានជ្រើសរើសជាមេដឹកនាំកំពូលថ្មីនោះដែរ